សម្រាប់ពុកម៉ែបងប្អូនបាទដែលកំពុងតែមានបញ្ហារលាកសន្លាក់ជាប្រចាំថ្ងៃបាទទៅជារ៉ាំរ៉ៃធ្ងន់ធ្ងរបាទមិនដឹងថាគួរបរិភោគចំណីអាហារបែបណាដើម្បីទទួលបាទជាតិប្រូតេអ៊ីនក៏ដូចជាសារធាតុចិញ្ចឹមពីអាហារទាំងនោះបាទអញ្ចឹងសម្រាប់អាហារក៏ដូចជាភេសជ្ជៈមួយចំនួនដែលធ្វើឲ្យពុកម៉ែបងប្អូនទទួលទានហើយបាទទទួលបាននៅសុខភាពល្អទៅលើផ្នែកសន្លាក់បាទអញ្ចឹងសម្រាប់ចំណីអាហារនោះមានដូចជាទី1គឺផ្លែចេកបាទផ្លែចេកនេះឯងគឺសម្បូរទៅដោយជាតិប៉ូតាស្យូមនិងម៉ាញ៉ាស្យូមបាទដែលជួយបង្កើនទៅលើដង់ស៊ីតេននៃឆ្អឹងផងដែរហើយលើសពីនេះជាតិម៉ាញ៉ាស្យូមគឺជួយពង្រឹងទៅលើឆ្អឹងទៅលើផ្នែកសន្លាក់ផងដែរបាទសម្រាប់ទី2បាទគឺត្រីសាម៉ុនហើយត្រីសាម៉ុននេះគឺជាប្រភពនៃអាស៊ីតអូមេហ្គា3បាទដែលជួយកាត់បន្ថយទៅលើការឡើងហើមឬក៏កាត់បន្ថយទៅលើការឈឺចុកចាប់ទៅតាមសន្លាក់ផងដែរគឺជាពិសេសគឺនៅពេលព្រឹកតែម្ដងបាទសម្រាប់ទី3បាទគឺតែបៃតងហើយតែបៃតងនេះគឺជាប្រភពនៃបាទសារធាតុប៉ូលីពីណូបាទដែលជួយប្រយុទ្ធប្រឆាំងទៅនឹងការឈឺចុកចាប់ក៏ដូចជាកាត់បន្ថយទៅលើការឡើងហើមទៅតាមសន្លាក់ដៃជើងរបស់យើងឬក៏សន្លាក់ផ្សេងផងដែរបាទសម្រាប់ទី4បាទគឺក្រូចសើចហើយក្រូចសើចនេះផងដែរគឺជាប្រភពនៃវីតាមីន C បាទដែលធ្វើឲ្យពុកម៉ែបងប្អូនបាទទទួលទានហើយបាទទទួលបាននៅការកាត់បន្ថយបាទទៅលើការរលាកសន្លាក់ក៏ដូចជាការឡើងហើមនិងការឡើងរឹងទៅតាមសន្លាក់ផងដែរអញ្ចឹងចំណីអាហារទាំង4នេះគឺជាអត្ថប្រយោជន៍ដែលសំខាន់បំផុតដែលពុកម៉ែបងប្អូននៅពេលដែលកំពុងតែមានបញ្ហារលាកសន្លាក់គួរញ៉ាំជាប្រចាំដើម្បីធ្វើឲ្យរាងកាយរបស់យើងទទួលបាននៅសុខភាពល្អត្រឡប់មកវិញបាទដូច្នេះប្រសិនបើពុកម៉ែបងប្អូនបាទចង់រកដំណោះស្រាយទៅលើបញ្ហាសុខភាពទាំងនេះបាទអាចពិគ្រោះជាមួយខ្ញុំបាទផ្ទាល់បាទទៅតាមរយៈលេខទូរស័ព្ទឬក៏ឆាន20ផ្ទាល់ដើម្បីដឹងពីព័ត៌មានបន្ថែមឲ្យកាន់តែច្បាស់ជាងនេះផងដែរខណៈពេលនេះដែរខ្ញុំបាទបញ្ញាសូមអរគុណសូមជម្រាបលា